ជំរាបសួរពុកម៉ែបងប្អូនណាទឹកនេះចំខ្សែកជុំបងប្រុសហើយនៅខាងបាទភ្នំពេញបឹងឈូកបាទសាងពីខ្មៅបត់ទូហ្វិចឡាយគាត់យកបែបប៉ែនតែរៀងជ្រុងនេះជួនកមុនគាត់មកខ្លងមុនគាត់យកឲ្យធំមួយសាដែរអញ្ចឹងនេះបងប្រុសហន្តខ្មៅបាទម្ចាស់ទៀតបាទអ្នកបានជួនកមុនគាត់ទេពុទ្ធបានហើយនេះលបងខាងសៀមរាបលោកសុំចែកបាទសុំចែកមកកងយកទុកឆ្លាក់ហ្នឹងជួនកមុនលោកខ្លងដែរហើយនេះបាទប្រភេទចកុំខ្លាឃ្មុំຂະຫນាតធំសាច់ចកុំ29ប៉ុណ្ណាបាទកម្ពស់8ហ៊ុនម៉ាលី8ហ៊ុន7កម្ពស់8ហ៊ុន7មៀតបាន29នេះគាត់រិចពីធម្មជាតិមកសងខាវនេះកងឃ្មុំនោះចាស់ណាហើយសបល់បកអញ្ចឹងតាំងពីយកមកដំបងណាបាទអត់មានត្រាំពណ៌ឲ្យចិននិយាយអត់ទេចាស់ស្គមតាន់ប្រាក់ក៏អស់ក្រាស់ព្រោះអីស្គមធំនឹងធ្វើការសោកចិត្តដាក់ឲ្យធំដែរហើយនេះភេទចាយបាទចាយនេះຂະຫນាតធំកម្រនឹងមានដែរបងអូនមើលតាមបណ្ដាញសង្គមឃើញចាយប្រច្រើនមិនសូវជាមានធំទេតែនេះធំបងណាហ្វាច់នេះបើយើងហៅថាបដោក៏ថាបានហៅហ្វាច់កំពួងថាបានណាពួកហ្វាច់ឡើងបងមួយដៃហ្វាច់ឡើងខាប់មួយណាចឹងបើបដោវាក៏ហួយទូចទេតែនេះអត់ទេណាពីឡើងចង់ឡើងសាច់យ៉ាងពួនបងនេះស្នាមគាត់តកិច្ចស្នាមគាត់បុកណាហើយនេះសាច់បាទឆោពន់សាច់សបកនៃចាយធំណាចាយហើយនេះចាយភេទចាយបង្ហូតថ្នោតដែរបងណានេះដល់នឹងពួនតបហ្វេតតើឆ្កឹះចតុកទៅខ្លាច់ជ្រុះខាងឆ្កាដោហើយតបហ្វេតក៏ចង់បានកម្មក្របដែរពីខោបកដាច់លក្ខជីនោះចាំមិញខ្ញុំកាត់សិនស្អល់ក្រោយមិនជុះទេព្រោះឲ្យជាប់អបទាំងបហូតមិនជាប់ប៉ំណាមកអត់មានកលាសណាញ់កលាអីក៏វិញក៏បានអត់ទេណាបាទឡើងតងល់มันក៏ឃើញកលាសណាញ់បងសាច់បកចាយបងមិនចិត្តដែកចាយចំចាយបាទបង្ហាញអញ្ចឹងនេះសាច់ចាយមូស្អាតណាមូអញ្ចឹងស្មើអញ្ចឹងភ្លុកទៅច្រើនជាទូទៅភ្លុកឲ្យធំគល់ទៅដេញស្រួយអញ្ចឹងទៅណាចឹងភ្លុកខ្ទើយខ្លះក៏សាច់សបល់សបកស្តៀងចាយដែរចឹងមិនគាត់សារ៉ាកលាសណាញ់វាយ៉ាងច្រើនអរគុណហងហាញ់ប៉ុណ្ណឹងបងអូនហើយតតងទៅនឹងឈុតខ្សែកដែរសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់រូបថែបន្តគាត់មានបែបខ្សែស្រឡាញ់ប្រភេទរបស់កម្រណាកម្រចាំម៉េចទី1ចកុំខ្លាធំຂະຫນាតធំហ្នឹងគឺពុំសូវមានដែរបាទណាបាទຂະຫນាតនេះមៀត29កម្ពស់8ហ៊ុន7អត់គិតទាំងស្រោបទេហើយដើមចែកក៏ថាធំចុងធំនេះបាទគោពុំសូវនឹងមានដែរបាទបាទចុងឲ្យស្អាតហើយប្រភេទដូននឹងពួននេះគោកម្រមានដែរអញ្ចឹងពុកម៉ែបងប្អូនចង់បានប្រភេទរបស់កម្រចង់គ្រប់ថែបន្តស្រឡាញ់តាមជំនឿណាបងប្អូនបាទអាចឆាតសួរខ្ញុំបានខ្ញុំចែកមេជូនតាមអធិស្ឋានបាទហើយមានកណេះមានមួយអង្គនេះតូចច្បាស់ទឹកដៃប្រភេទអ៊ីណុកសាច់ភ្លឺល្អខ្ញុំចាំយកទឹកដៃបណ្ឌិតអ៊ីណុកគាត់ក៏ធ្វើភ្លឺស្អាតចឹងបងប្អូនស្រឡាញ់ចង់ឲ្យកូនតូចពាក់អីមិនថាកូនតូចតែមនុស្សទួងមនុស្សធំតែគាត់ស្រឡាញ់ទុយល្មមគឺប៉ុណ្ណឹងត្រូវហើយប្រភេទអីមានដៃច្បាស់ជូននេះចំផ្ញើជូនបងប្អូននឹងលបងខាងសៀមរាបហើយបងប្អូនចង់សាកសួររបស់ណាមួយឬចង់កំងរូបចម្លាក់សាមក្នុងបទនោះបងប្អូនចាំចូលឆាតសូមអរគុណសូមជម្រាបលា